បើបងប្អូនដាក់ជីគីមីច្រើនព្រោះចង់ឲ្យដំណាំលូតលាស់លឿនតែចុងក្រោយដីកាន់តែខ្សោយទៅឬក៏បើបងប្អូនប្រើជីធម្មជាតិតែផលលូតលាស់យឺតមិនទាន់ទីផ្សារតើជីមួយណាគួរជ្រើសរើសថ្ងៃនេះខ្ញុំនឹងពន្យល់ឲ្យច្បាស់ដោយមិនលំអៀងទៅខាងណាជម្រាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel រៀនពីកសិកម្មថ្ងៃនេះខ្ញុំនឹងពន្យល់ឲ្យច្បាស់ដោយប្រៀបធៀប5ចំណុចសំខាន់គឺទី1ល្បឿននៃការលូតលាស់ទី2ថ្លៃដើមទី3ផលប៉ះពាល់ទៅដីទី4ហានិភ័យនៃជំងឺទី5ចំណេញរយៈពេលវែងហើយចុងវីដេអូខ្ញុំនឹងប្រាប់ថាបើបងមានដីតូចគួរប្រើរបៀបណាឲ្យចំណេញជាងគេអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលប្រធានបទទាំងអស់គ្នាទី1ល្បឿននៃការលូតលាស់បញ្ហាកសិករច្រើនចង់ឲ្យដំណាំលូតលាស់លឿនដោយប្រើប្រាស់ជីគីមីផ្ដល់សារធាតុចិញ្ចឹមភ្លាមស្លឹកចេញពណ៌បៃតងលឿនផ្កានិងផ្លែឆាប់ចេញល្អសម្រាប់ទីផ្សារដែលប្រញាប់ប្រញាល់បើជីធម្មជាតិបំពន់ដីយឺតលូតលាស់គឺមានស្ថិរភាពមិនលឿនដោយការប្រើប្រាស់ជីគីមីអញ្ចឹងយើងអាចធ្វើសេចក្តីសន្និដ្ឋានបានថាបើគិតរយៈពេលខ្លីជីគីមីឆាប់ឃើញលទ្ធផលប៉ុន្តែវាក៏មានផលប៉ះពាល់អ្វីខ្លះបន្តទៅចំណុចបន្តបន្ទាប់ទៀតខ្ញុំនឹងបកស្រាយទី2ថ្លៃដើមជីគីមីតម្លៃមិនថោកទេហើយយើងត្រូវដាក់វាជាបន្តបន្ទាប់បើយើងឈប់ប្រើដំណាំក៏ធ្លាក់ចុះភ្លាមជីធម្មជាតិគឺយើងអាចផលិតខ្លួនឯងដូចជាកំប៉ុស្តលាមកសត្វចំណាយដំបូងទាបប៉ុន្តែត្រូវការពេលវេលានៅក្នុងការរៀបចំអញ្ចឹងតើបងប្អូនចង់ចំណាយប្រាក់ឬក៏ចង់ចំណាយពេលទី3ទៅលើផលប៉ះពាល់ដីនេះគឺជាចំណុចសំខាន់ណាស់ជីគីមីប្រើយូរទៅគឺធ្វើឲ្យដីកើនឡើងនូវជាតិអាស៊ីតមីក្រូសារពាង្គកាយក្នុងដីថយចុះដីកាន់តែរឹងចំណែកឯជីធម្មជាតិបង្កើនសារធាតុសរីរាង្គធ្វើឲ្យដីទន់ហើយនឹងមានសំណើមផ្ដល់សំណើមបានល្អបើដីខ្សោយរាល់ឆ្នាំបងប្អូនគិតថាតើមកពីមូលហេតុអ្វីដែរទី4ហានិភ័យនៃជំងឺដំណាំដែលលូតលាស់លឿនពេកសាច់ទន់អាចងាយឆ្លងជំងឺជីធម្មជាតិដំណាំរឹងមាំជាងប្រព័ន្ធឫសល្អប៉ុន្តែបើប្រើតែជីធម្មជាតិផលអាចមិនទាន់ទៅតាមតម្រូវការទីផ្សារទី5ចំណេញរយៈពេលវែងបើយើងនិយាយទៅកាន់ជីគីមីគឺវាចំណេញលឿនប៉ុន្តែថ្លៃដើមកើនឡើងរៀងរាល់ឆ្នាំជីធម្មជាតិចំណេញយឺតប៉ុន្តែដីកាន់តែល្អកាត់បន្ថយថ្នាំនិងជីបន្ថែមកសិករច្រើនខាតមិនមែនដោយសារជីប៉ុន្តែដោយសារការប្រើប្រាស់មិនសមរម្យចម្លើយនោះគឺយើងមិនមែនជ្រើសរើសជីមួយណាទេវិធីល្អបំផុតគឺយើងអាចប្រើប្រាស់ជីទាំងពីរប្រភេទនេះរួមគ្នាបើសម្រាប់មូលដ្ឋានដីល្អគឺយើងប្រើជីធម្មជាតិបើសម្រាប់ដំណាក់កាលលូតលាស់ខ្លាំងយើងបន្ថែមជីគីមីទៅតាមកម្រិតមួយដែលសមរម្យសមស្របនេះគេហៅថាការគ្រប់គ្រងជីឲ្យមានតុល្យភាពអញ្ចឹងបើសិនជាបងប្អូនមានដីតូចការប្រើបែបនេះអាចចំណេញជាងប្រើតែមួយប្រភេទអញ្ចឹងសរុបមកវិញគឺបងប្អូនអាចថ្លឹងថ្លែងពិចារណាបានថាអត់មានបង្ខំចិត្តថាយើងគួរតែប្រើតែជីធម្មជាតិឬក៏យើងគួរតែប្រើតែជីគីមីសុទ្ធទេគឺយើងចេះថ្លឹងថ្លែងថាតើដំណាក់កាលណាដែលយើងត្រូវការប្រើប្រាស់ជីធម្មជាតិដំណាក់កាលណាត្រូវការប្រើជីគីមីទោះបីជាបងប្អូនប្រើជីគីមីក៏ដោយក៏អត់មានថាប្រើតាមគ្នាបរិមាណប្រើខ្លាំងជ្រុលលើសកម្រិតហួសហេតុដែរវានាំឲ្យប៉ះពាល់ទាំងបរិស្ថានប៉ះពាល់ទាំងដំណាំប៉ះពាល់ទាំងសុខភាពខ្លួនឯងទៀតផងអញ្ចឹងការប្រើក៏ដោយគឺត្រូវតែទៅជួបអ្នកដែលជំនាញដែលគេអាចប្រាប់ពីបរិមាណសមស្របនៅក្នុងការប្រើក្នុងករណីដែលបងប្អូនអត់ចេះមើលការណែនាំនៅក្នុងកញ្ចប់ឬក៏សម្បកថ្នាំតែបើបងប្អូនចេះមើលការកំណត់នៅលើសម្បកថ្នាំគឺជាការល្អហើយយើងប្រើប្រាស់ទៅតាមកម្រិតមិនមែនចេះតែប្រើទៅតាមការនឹកឃើញទេហើយចំណែកផលជីគីមីវាប្រកាសជាបានផលលឿនជាងហើយក៏ប៉ុន្តែវានឹងនាំការប៉ះពាល់ទៅលើដី
ប៉ះពាល់ទៅលើសុខភាពវាអត់មាននិរន្តរភាពទេអញ្ចឹងជីធម្មជាតិគឺវាល្អត្រង់ថាទោះបីជាវាចំណាយពេលយូរបន្តិចមែនក៏ប៉ុន្តែអត់មានប៉ះពាល់ដល់សុខភាពហើយក៏អត់មានធ្វើឲ្យដីរបស់បងប្អូនខូចខាតដែរសូមបងប្អូនចុច Subscribe ឬក៏ចែករំលែកទៅកាន់បងប្អូនកសិករដទៃទៀតដើម្បីយើងរៀននិងសិក្សាបន្ថែមនៅវីដេអូបន្ទាប់ទៀតសូមអរគុណនិងសូមជម្រាបលា